Bạn đang ở số sành năng khía bị thay mánh nhưng bạn phò tụi tông nâng network configuration network infrastructure hay ở đấy dương chập làm từ startជាមួយនឹងខ្ញុំទាំងអស់គ្នាអញ្ចឹងនេះគឺជារូបភាព network diagram របស់យើងអញ្ចឹងចូលមក design វាម្ដងមួយអញ្ចឹងមាន4 router អញ្ចឹងគ្រប់ router ទាំងអស់គឺខ្ញុំប្រើ series ទាំងអស់អញ្ចឹងយើងចាប់បាន add series port ម្ដងមួយអូខេបន្ទាប់មកយើងត្រូវ add switch layer មួយទៀតមាន 3 switch layer យើង switch layer យើងត្រូវដាក់ add ភ្លើងត្រង់ power នេះយើង add 1ក៏បាន2ក៏បានដែរទៅមកយើង add ទៀតអូខេយើងមាន3បើយើងចង់ចុចឲ្យជាប់យើងអាច press control key ហើយចុចលើវាមកអូខេអញ្ចឹងរូប design របស់យើងមាន switch 9អូខេទៅមកយើង add PC អញ្ចឹង switch មួយយើងដាក់ 3 PC អញ្ចឹងយើងរៀបវាស្អាតតិចមកយើង design វាស្អាតដើម្បីមើលទៅទាក់ទាញឥឡូវយើងចាប់ផ្ដើមកំណត់ IP ម្ដងខាងនេះខ្ញុំប្រើ 192.168.4.0 ខាងនេះយើងយក /30 192.2./30 ដូចគ្នាក្នុងនេះ 192.6.0/30 ដូចគ្នាអញ្ចឹងនៅត្រង់នេះយើងមាន3 VLAN នេះគឺមាន VLAN HR operation ហើយនិង cell អញ្ចឹងយើងត្រូវកំណត់ IP 3
ត្រង់នេះប្រើ /24 11 អបូកចុចត្រង់នេះគឺខ្ញុំប្រើដូចគ្នា IP ដូចគ្នាអញ្ចឹងឧទាហរណ៍ថាបើ router ទី3នេះពីពេលដែលវា shut down អញ្ចឹង router ទី1នេះគឺវា start វានឹង provide IP មក department 3នេះមាន VLAN 11ដល់ VLAN 13ត្រង់នេះគាត់ចាប់គាត់ /24 ហើយកន្លែងនេះក៏មាន3 department ដែរតែទាំងនេះមានតែមួយ department ទេគឺ department IT VLAN 10/24នេះមាន operation ហើយនឹង cell VLAN 12មកមាន3 VLAN ទៀត3 department ទៀតមាន department finance marketing ហើយនិង management VLAN 14marketing VLAN 15 IP management 16 IPនេះយើង design វាឲ្យស្អាតតិចមកចឹងអីដែលយើងត្រូវ config គឺមានទាក់ទងនឹង assign IP inter VLAN encapsulation ហ្នឹងគឺហើយនឹង DHCP ហើយនឹង OSPF routing protocol assign IP ចឹងឥឡូវយើងចាប់ផ្ដើម config router ទី1មុនគេចឹង router ទី1យើងមានIP
ទៅទៅនឹង VLAN 10 មក IP IT department ហើយនឹងមានមក HR operation ហើយនឹង cell អូខេហើយនឹង VLAN ហើយនឹង IP 192.168.2.0 អូខេហើយយើងចាប់បាន config ទាំងអស់គ្នា router 1 interface អញ្ចឹងយើងចាប់បាន assign IP G0/0/0 ហើយយើងចាប់បាន add IP ទាំង3នេះមាន VLAN 11 12ហើយនិង13អញ្ចឹងដើម្បី add VLAN ទាំង3បានយើងអាចទៅ assign ឧទាហរណ៍យើង assign interface ហើយយើងប្រើ IP ទេគឺអត់ត្រូវទេអញ្ចឹងបើយើង add ហ្នឹងគឺបានតែ IP តែមួយទេអញ្ចឹងយើងត្រូវប្រើ interface G0 ដល់មកយើងត្រូវប្រើslashយើងត្រូវប្រើ .11 អញ្ចឹងអាហ្នឹងគឺតំណាងឲ្យ VLAN 11ហើយបន្ទាប់មកយើងអត់អាចadd IP យកតែម្ដងបានទេយើងត្រូវប្រើ encapsulation មួយមុននឹងទៅ add IP address រូប show 11អញ្ចឹងយើងអាច add IP បានហើយ10.10.11អញ្ចឹង12 13យើងត្រូវ add ដូចគ្នាបន្ទាប់មកយើងទៅ start ជាមួយនឹង interface G0/0 ជាមួយនឹង no shutdown អញ្ចឹង VLAN ទាំង3ហ្នឹងគឺវាចាប់បាន start ហើយបន្ទាប់មកយើងចូលទៅ VLAN 10វិញ G0/0.10interface G0/0/1 encapsulation address shutdown ok ឥឡូវ interface G0/0/1 យើងគឺវា start up ដែរហើយអញ្ចឹងយើងចូលទៅ assign IP មួយទៀតគឺនៅ serial S0/1/0 IP add 192.168.2.2 255.255.252អានេះយើងប្រើ /30 អញ្ចឹងប្រើទុយ252តែបើយើងប្រើ /24 យើងប្រើកន្លែងហ្នឹងគឺត្រូវប្រើ0អញ្ចឹង no shutdown អញ្ចឹងឥឡូវយើងតទៅ router ទី2យើង keep ប៉ុណ្្នឹងសិនយើងអាច do write មក save យើងអាច copy comment ទុកសិនក៏បានដែរដើម្បីងាយស្រួលមើលអូខេខ្ញុំសុំ save មួយសិនយើងចូល router ទី2 enable router 2 interface S0 នេះយើង add IP នេះមុន IP នេះទៅ IP ពីរហ្នឹងយើង add មួយណាមុនក៏បានដែរអញ្ចឹងខ្ញុំសុំ add 20 មុន1/0 IP 192.168
2.1 នេះដោយសារថងនេះយើងប្រើ2ហើយអញ្ចឹងខាងនេះយើងត្រូវប្រើ1អញ្ចឹង255 មកឆាប់down អញ្ចឹងទៅចូលទៅដល់ serial មួយទៀតគឺ 192.168.0 S0/1/1 IP address 192.168.1 PHP អញ្ចឹង router ទី2យើងបានបញ្ចប់ហើយយើង copy comment ទុកសិនតោះមកយើងចូលដល់ router ទី3 interface S0/1/1 យើង add IP នេះហើយ IP 192.168.4.2 5.5.PHP សាកតមកយើង add IP ខាងនេះមួយទៀត interface S0/1/0 5.5.1.2 Shutdown តមកយើងត្រូវ add IP 3នេះមាន 3 department អញ្ចឹងយើងត្រូវប្រើ add encapsulation ដូច router ទី1ដែរអញ្ចឹង interface G0/0/011 encapsulation 11 IP add 10.10.10.11 ចឹងនេះយើង add ដូចគ្នាមកG0/0/0 shutdown អូខេឥឡូវឃើញថា interface G0/0 គឺ start up ហើយចឹងយើង copy ទុកមកយើងចូល router ទី4យើង add interface serial 0/1/0 S0/1/0 add 2.168.6.1 255.2 មក shutdown តមកយើងទៅ add IP ទាំង3នេះមួយទៀតហើយយើងប្រើ encapsulation ដោយ router ទី3ដែរ interface G0/0/0.14 encapsulation .1q 14 IP add 10.10.10.1 15 16 interface G0/0 shutdown ចឹងតើតើនឹង assign IP គឺយើងចប់ហើយឥឡូវយើង assign DHCP ម្ដងយើងសុំតពី router ទី4 IP DHCP is include
ចឹងត្រង់នេះខ្ញុំចង់ឲ្យ IP នៅលើ PC ហើយនៅលើឧទាហរណ៍យើងអាច add printer ហើយផ្សេងៗទៀតខ្ញុំចង់ឲ្យ IP start ចាប់ពី 14.2 ទៅឬក៏ 14.5 ហ្នឹងគឺអាស្រ័យលើអ្នកនរគ្នាចឹងខ្ញុំយក 0.5 IP DHCP4 VLAN 14 network 14.0 FM 25.0 default router 14.1 DNS server 14.14 នេះគឺ default DNSនេះ VLAN 15 ចូល 16 អូខេឥឡូវយើងអាសាញ DHCP ចប់ហើយចឹងយើងចូលដល់ router ទី3 IP DHCP exclude address output 11.0 5 VLAN 11 default router 11.1 DNS server 13 អូខេឥឡូវ router ទី3យើងធ្វើ DHCP ហើយ copy ទុកបន្ទាប់មកយើងចូល router ទី1ដោយសារ router ទី2យើងអត់ទៅមានអីទាក់ទងនឹង DHCP ទេអញ្ចឹងយើងទៅ router ទី1ណាផង IP DHCP exclude address អានេះយើងមាន 4 VLAN ជាមួយនឹង router ទី1មាន 10 11 12 និង 13 ប៉ុន្តែយើងមានពី interface ពីរផ្សេងគ្នាចូលកូដចុច5 IP DHCP VLAN 10 network 10 កូដចុច0 5 default router កូដចុច1 DNSឥឡូវយើងចូល VLAN 11 2
ok DHCP យើងបានសាញ់ហើយចង់សេវទុកមួយចឹង DHCP យើងធ្វើហើយ VLAN បន្ទាប់មកយើងចូលទៅដល់ VLAN ម្ដងតើតើនឹង Inter VLAN នៅក្នុងmulti switch layer តรงនេះគឺ switch layer អូខេអញ្ចឹងត្រង់នេះគឺមានតែ VLAN មួយទេគឺ VLAN IT អញ្ចឹងswitch ទាំង3នេះហើយនឹង switch layer ត្រូវ provide IP តែ VLAN 10ទេគឺ IP 10.10.10.10 ហើយអានេះគឺអត់ពាក់ព័ន្ធគ្នាទេអញ្ចឹងខ្ញុំសុំ config host name switch layer 1 VLAN 10និង IT interface ត្រង់នោះដើម្បីកុំឲ្យយូរយើងអាចប្រើ interface ហើយយើងអាចដាក់ range G1/0/2.4 report mode access switch access VLAN 10បន្ទាប់មកយើងត្រូវប្រាំងនៅ interface G0/0/1 នេះអញ្ចឹងG1/0/1 switch port mode ត្រាំពេលវាដែរចឹងយើងចាំវាតតែវាចេញពណ៌ខៀវអូខេយើងចូលមក PC ចូល IP configuration តមកយក DHCP អូខេឥឡូវឃើញថា DHCP យើងគឺ success ហើយអូខេបន្ទាប់មកយើងត្រូវចូល switch layer ទី2អាហ្នឹងវាយើងធ្វើស្រដៀងតែគ្នាទេអញ្ចឹងហើយ host name switch layer 2 VLAN 11 name HR interface អញ្ចឹងinterface VLAN 11នៃ HR យើងគឺ G1/0/3 interface G1/0/3 report mode access switch access VLAN 11ចឹងឃើញថាយើងបង្កើត VLAN 11បានហើយតោះមកយើងចូលដល់ VLAN 12 VLAN 12 name operation interface G1/0 អញ្ចឹងយើងទាញមកថាអូខេ14 interface G1/0/4 switch port mode access access VLAN 12ចឹងយើងចូលដល់ VLAN 13 name cell interface report mode access VLAN 13
ខេឥឡូវយើងបង្កើត VLAN បានហើយអញ្ចឹងយើងទៅ testing មើលនេះគឺវា fail ដោយសារអីគឺយើងអត់ទាន់បានត្រាំងអញ្ចឹងយើងសល់ interface range អញ្ចឹងយើងត្រូវត្រាំង G1/0/1 ហើយនិង G1/0/2 interface អញ្ចឹងបើយើងត្រូវប្រើ command ទាំងពីរហ្នឹងយើងត្រូវចាប់ត្រាំងទាំងពីរ interface ហ្នឹងយើងអាចប្រើ range នៅពីមុខទៅ range 1/0/1.2 switch port mode ត្រាំងអញ្ចឹងយើងត្រាំងហើយអញ្ចឹងយើងនឹងចាំវាឲ្យចេញពណ៌ខៀវអូខេឃើញថា success ហើយ VLAN 11ឥឡូវយើងចូល VLAN 12ម្ដងអូខេនេះក៏ success ដែរអូខេបន្ទាប់មកយើងចូលទៅដល់ switch layer ទី3 hot snap switch layer 3 VLAN 14 VLAN 14យើងមាន finance interface G1 interface គេcheck មើល interface G1 2 switch port mode access switch port access VLAN 14 VLAN 15 name marketing interface G1/3 port access switch port access VLAN 15 VLAN 16 name management interface G1/4 VLAN 16 10មកយើងត្រូវត្រាំង G1/0/1 នេះ interface G1/0/1 switch port mode ត្រាំងអូខេឥឡូវ DHCP យើងធ្វើហើយយើងនៅrouting protocol មួយទៀតអញ្ចឹងឥឡូវយើងតេស្ត DHCP នៅ router ទី4សិនឃើញថាវានៅអត់ទាន់ចេញផ្លូវ queue ទេអូខេឥឡូវចេញផ្លូវ queue ហើយយើងតេស្ត DHCP អូខេ success អូខេអញ្ចឹងដើម្បីរកពី VLAN 10មក VLAN ផ្សេងយើងត្រូវប្រើ OSPF នៅក្នុងមេរៀនហ្នឹងគឺខ្ញុំរកតែជាមួយ OSPF ទេអញ្ចឹង routing protocol មានច្រើនមាន static មាន dynamic ហើយមានEIGRP មាន BGP ទៅមានច្រើនតែមេរៀននេះខ្ញុំលើកយកមកតែ OSPF ទេអញ្ចឹងឥឡូវគឺវាអត់ទាន់ស្គាល់គ្នាទេដោយសារយើងអត់ទាន់បាន route អញ្ចឹងដើម្បី route ឥឡូវយើងចូលមក router ទី4សិនក៏បាន
router OSPF មួយ network គឺយើង route មក network នេះ10 code 14 router OSPF គឺយើង route ទៅលើខ្លួនឯងអញ្ចឹង /24 យើងគឺនៅសល់255 area 0 15 16 network យើងរត់មកអានេះម្ដងហើយកាពី 0.20 0.6.0 នេះនៅសល់3ដោយសារ subnet mask 30 អញ្ចឹងយើងដកទៅគឺនៅសល់3អូខេឥឡូវយើងរត់នៅក្នុង router ទី 4 ហើយយើងចូលដល់ router ទី 3 router OSPF មួយ network អានោះគឺយើង route មក router ខ្លួនឯងដូចគ្នាពីកើត network 192 168.6.0 3 area 0 network 10 code 10មកគឺអានេះ code 10 1.0 code 11.0 5 network នេះមួយទៀតកាពី 8.4.0 13 អូខេចឹងឥឡូវយើងតេស្តអូខេឃើញថា success ហើយតោះមកយើងចូលដល់ router ទី 2 router OSPF 1 network 192.8.4.0 ពីអូខេនៅ router ទី 2 យើងរត់តែ 2 ទេមានតែ4និង 2 អញ្ចឹងយើងចូលដល់ router ទី 1 ម្ដង router OSPF 1 network 10 code អញ្ចឹងនេះយើង route 4 IP address 10 code 0 5 area 0 sorry យើងអត់មានVLAN 14នៅនឹងទេអញ្ចឹងយើងត្រូវដាក់ no វិញដើម្បី delete VLAN 14 network 2.168.2.0 អូខេឃើញថាវាចប់សុខគ្រប់ហើយឥឡូវយើងតេស្តតោះនេះខ្ញុំចង់បញ្ជាក់អ្នកនរគ្នាថាឧទាហរណ៍បើ interface នៅក្នុង router ទី 3 អញ្ចឹង G0/0 នេះវា shut down អញ្ចឹងឥឡូវយើង testing មួយមកហើយខ្ញុំ shut down វាសិនអញ្ចឹង IP នឹង provide ចេញពី router ទី 1 G0/0 មកវិញហើយយើងតេស្តមកអូខេអញ្ចឹងឧទាហរណ៍នេះដាច់វិញអញ្ចឹង IP នឹង provide ពី router ទី 3 មកវិញឥឡូវយើង testing ម្ដងចឹងត្រូវរងចាំវាឲ្យចេញពណ៌បៃតងអូខេឥឡូវវាចេញពណ៌បៃតងហើយអូខេគឺ success ហើយអូខេចឹងយើងបើកវាវិញមកឥឡូវយើងចាប់បានតេស្ត
អូខេឃើញថា success ហើយនេះដោយសារយើងវាអត់ទាន់ទទួលបាន IP ទេយើងទៅ click DHCP សិនអូខេគឺថា success ហើយអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាដែលបានមើលវីដេអូរបស់ខ្ញុំ